លើលោកនេះគ្មានអ្នកណាម្នាក់ដែលមិនស្គាល់ស្ដាបាក់ដែលជាក្រុមហ៊ុនកាហ្វេធំជាងគេលើពិភពលោកនេះនោះទេតើអ្នកស្គាល់ Howard Schultz ដែលជាអតីត CEO របស់ Starbucks ទេដែលគាត់បានកើតមកជាមួយភាពក្រីក្រស្ទើរតែរកទីបញ្ចប់មិនឃើញនៅពេលដែលគាត់ជួបស្ថានភាពលំបាកគាត់តែងតែទៅលក់ឈាមរបស់គាត់ប៉ុន្តែនេះគឺជារឿងជោគជ័យរបស់ Howard Schultz ដែលគាត់បានចេញពីភាពក្រីក្រនិងតស៊ូរកលុយដើម្បីរស់និងការប្រែក្លាយ Starbucks ឲ្យក្លាយទៅជាក្រុមហ៊ុនដែលមានលុយ100,000 លានដុល្លារហើយគាត់គឺជាក្មេងប្រុសម្នាក់ដែលមិនបោះបង់ក្តីស្រមៃរបស់គាត់ឡើយហើយនេះក៏ជាមូលហេតុដែលអ្នកមិនត្រូវឈប់ដែរគាត់បានកើតនៅក្នុងគ្រួសារដ៏ក្រីក្របំផុតមួយគាត់បានប្រើប្រាស់ជីវិតក្មេងវ័យរបស់គាត់នៅក្នុងបន្ទប់តូចដែលមានគ្រែតែមួយនៃគម្រោងផ្ទះសាធារណៈមួយឪពុករបស់គាត់គឺជាពេទ្យសត្វនិងជាអ្នកបើកឡានដឹកទំនិញដែលទទួលបានកម្រៃតិចតួចបំផុតនៅពេលដែល Howard មានអាយុ7 ឆ្នាំឪពុករបស់គាត់បានរអិលដួលលើទឹកកកហើយក៏បាក់ជើងក្នុងពេលដែលគាត់កំពុងតែយកក្រណាត់ទៅឲ្យទារកដោយសារមូលហេតុនេះហើយគាត់ក៏ត្រូវបានបញ្ឈប់ពីការងារហើយក៏គ្មានធានារ៉ាប់រងសុខភាពនិងលុយសន្សំនោះទេក្រុមគ្រួសាររបស់គាត់បានតស៊ូដើម្បីបានកម្រៃរូបភាពដែលឪពុករបស់គាត់ដេកក្អកអស់សង្ឃឹមការចុះចាញ់ជីវិតបានដក់ជាប់នៅក្នុងអារម្មណ៍របស់គាត់ជានិច្ចវាគឺជាទិដ្ឋភាពដ៏ធំបំផុតមួយនៅក្នុងជីវិតរបស់ Howard ដើម្បីចេញពីបញ្ហាទាំងអស់នោះគាត់បានអង្គុយនៅជណ្ដើរនៃអគាររបស់គាត់ដោយស្រមៃទៅដល់ជីវិតដ៏ប្រសើរមួយគាត់លេងបាល់ទាត់នៅក្នុងសាលានិងទទួលបានអាហារូបករណ៍កីឡាដើម្បីចូលថ្នាក់មហាវិទ្យាល័យប៉ុន្តែគាត់មិនចូលចិត្តលេងកីឡាទេហើយក៏បានសម្រេចចិត្តជ្រើសរើសយកជំនាញទំនាក់ទំនងដូចនេះដើម្បីមានលុយបង់សាលាគាត់ត្រូវទៅយកឥន្ទានិស្សិតនិងធ្វើការក្រៅម៉ោងជាច្រើនរហូតដល់រៀនចប់ម្ដងម្កាលគាត់ត្រូវទៅលក់ឈាមដើម្បីបានប្រាក់សម្រាប់ចិញ្ចឹមជីវិតបន្ទាប់ពីរៀនចប់នៅសាកលវិទ្យាល័យ Howard បានចូលធ្វើការនៅកន្លែងជាអ្នកលក់នៅកន្លែងជិះស្គីប៉ុន្តែគាត់បែរជាមានបំណងទៅធ្វើការនៅ Starbucks វិញជាមួយគ្នានោះដែរ Starbucks មានម្ចាស់ចំនួន3នាក់និងលក់តែគ្រាប់កាហ្វេតែប៉ុណ្ណោះបន្ទាប់ពីការព្យាយាមបញ្ចុះបញ្ចូលម្ចាស់ Starbucks ឲ្យសម្រេចចិត្តយកគាត់នៅពេលដែលគាត់មានអាយុ29ឆ្នាំគាត់ក៏ទទួលបានការងារនៅ Starbucks នៅទីបញ្ចប់ក្នុងខណៈធ្វើទស្សនកិច្ចធុរកិច្ចទៅអ៊ីតាលីគាត់ក៏បានទៅហាងកាហ្វេអ៊ីតាលីគាត់ក៏ទទួលបានការចាប់អារម្មណ៍តាមរយៈបទពិសោធន៍ពីការផឹកកាហ្វេរបស់គាត់បានចាប់អារម្មណ៍ខ្លាំងដែលម្ចាស់ហាងកាហ្វេស្គាល់អតិថិជនរបស់ពួកគេហើយក៏បានហៅឈ្មោះអតិថិជនរបស់ពួកគេទៀតនៅពេលដែលលើកកាហ្វេជូនពួកគាត់អស្ចារ្យមែនគាត់ក៏បានត្រឡប់ទៅអាមេរិកវិញដើម្បីបញ្ចុះបញ្ចូលម្ចាស់ Starbucks ឲ្យទទួលយកគំនិតដ៏អស្ចារ្យមួយនេះប៉ុន្តែម្ចាស់ហាងបានបដិសេធដូចនេះ Howard បានលាឈប់ពី Starbucks ដើម្បីទៅបើកហាងកាហ្វេខ្លួនឯងដែលមានឈ្មោះថា El Journalគាត់មិនមានលុយសម្រាប់បើកអាជីវកម្មនេះទេនៅក្នុងការសិក្សានេះខ្ញុំបានព្យាយាមរៃអង្គាសប្រាក់ខ្ញុំបាននិយាយទៅកាន់មនុស្សចំនួន242នាក់ហើយមាន217នាក់បានបដិសេធសាកស្រមៃមើលថាតើវាគួរឲ្យសាកស្ដាយយ៉ាងណានៅពេលដែលឮជាច្រើនដងថាហេតុអ្វីបានជាគំនិតអ្នកមិនសមនឹងធ្វើការវិនិយោគមួយនេះវាគឺជាពេលវេលាដែលត្រូវអត់ធ្មត់បំផុតប៉ុន្តែទោះបីជាយ៉ាងណាក៏មានមនុស្សគ្រប់គ្រាន់ល្មមដែលបានជឿជាក់លើទស្សនវិស័យរបស់គាត់និងបានសម្រេចចិត្តវិនិយោគជាមួយគាត់បានធ្វើការយ៉ាងហត់នឿយបំផុតសម្រាប់អាជីវកម្មកាហ្វេដំបូងនេះដែលគាត់បានចម្លងបទពិសោធន៍ដែលគាត់ទទួលបានពីអ៊ីតាលីហើយទីបំផុតគាត់ក៏បានធ្វើតាមគំនិតនោះមែនពី3ឆ្នាំក្រោយមក Starbucks ក៏ខ្សែធនហើយ Howard ក៏បានទិញក្រុមហ៊ុននោះនិងក៏បានធ្វើជាសៀវដំបូងបំផុតរបស់ Starbucks គាត់ក៏បានធ្វើ branding ក្រុមហ៊ុនឡើងវិញដោយប្រើឈ្មោះ Starbucks និងបានពង្រីកអាជីវកម្មពេញប្រទេសអាមេរិកឥឡូវនេះ Starbucks មានហាងលើសពី 30,000 ហាងនៅជុំវិញពិភពលោកនិងមានតម្លៃទីផ្សារជាង 100,000 លានដុល្លារនៅពេលនេះ Howard នឹងផ្ដល់ដំបូន្មានដល់អ្នកនៅក្នុងជីវិតរបស់យើងអ្នកអាចស្ដីបន្ទោសឲ្យមនុស្សជាច្រើនហើយអ្នកអាចយំអាណិតខ្លួនឯងឬក៏អ្នកអាចលើកខ្លួនអ្នកឡើងហើយនិយាយថាចូលស្ដាប់ខ្ញុំមានទំនួលខុសត្រូវសម្រាប់ខ្លួនឯងខ្ញុំជឿថាជីវិតគឺជាដំណើរនៃការខកខានរាល់អ្វីដែលយើងគិតថាគឺជាសំណាងតែវាបែរជាមិនមែនទេវាគឺជាកន្លងហួសនិងការទទួលយកទំនួលខុសត្រូវដើម្បីអនាគតរបស់អ្នកវាគឺជាការប្រមើលមើលទៅលើអ្វីដែលអ្នកដទៃមើលមិនឃើញនិងរត់តាមទស្សនវិស័យនោះខ្ញុំមានអារម្មណ៍យ៉ាងខ្លាំងថាមូលហេតុដែលខ្ញុំនៅទីនេះគឺកើតចេញពីក្តីស្រមៃរបស់ខ្ញុំធ្លាប់ស្រមៃឃើញក្តីស្រមៃដែលមនុស្សមួយចំនួនគិតថាមិនអាចទៅរួចខ្ញុំមិនអាចឲ្យរូបមន្តសម្ងាត់នៃភាពជោគជ័យផែនការដ៏ច្បាស់លាស់និងវិធីសាស្ត្រជោគជ័យនៅក្នុងអាជីវកម្មឲ្យបានច្បាស់លាស់ជាងនេះទៀតទេប៉ុន្តែបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំបានបង្ហាញថាការចាប់ផ្ដើមពីដំបូងនិងការសម្រេចបានច្រើនជាងអ្វីដែលខ្ញុំសុបិនគឺពិតជាអាចទៅរួច
ប៉ុន្តែប្រសិនបើអ្នករងចាំលក្ខខណ្ឌដ៏ល្អឥតខ្ចោះអ្នកនឹងមិនអាចធ្វើអ្វីបានឡើយប៉ុន្តែប្រសិនបើអ្នករងចាំលក្ខខណ្ឌដ៏ល្អឥតខ្ចោះនោះអ្នកនឹងមិនអាចធ្វើអ្វីបានឡើយប៉ុន្តែអ្វីដែលល្អនោះគឺអ្នកអាចធ្វើការសម្រេចចិត្តនិងគ្រប់គ្រងវាពីឥឡូវនេះទៅត្រូវចងចាំថាអ្នកត្រូវតែចាប់ផ្ដើមពីពេលនេះនៅរាល់អ្វីដែលអ្នកបានគិតតាំងពីពេញមួយឆ្នាំមុនរហូតមកដល់ពេលនេះដូច្នេះតើអ្វីទៅជារឿងរបស់អ្នក